Trong ngayផ្លូវពីទីរួមខេត្តកំពង់ធំប្រហែលជា35គីឡូម៉ែត្រទៅផ្ទះកសិករគំរូឈ្មោះសនយាងភេទប្រុសរស់នៅភូមិសាឡាវិស័យឃុំសាឡាវិស័យស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំដែលជាសមាជិកបណ្ដុំអាជីវកម្មកសិកម្មចិញ្ចឹមឃ្មុំអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុខេត្តកំពង់ធំហៅកាត់អាស្ប៉ាយគឺកំពុងតែប្រកបមុខរបរចិញ្ចឹមឃ្មុំលោកសនយាងបានចាប់ផ្ដើមចិញ្ចឹមឃ្មុំតាំងពីឆ្នាំ2018ប៉ុន្តែការចិញ្ចឹមឃ្មុំរបស់គាត់មុនចូលអាស្ប៉ាយគឺគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះទេដែលជាហេតុធ្វើឲ្យគាត់បានពើប្រទះបញ្ហាជាច្រើនក្នុងការចិញ្ចឹមមានជួបប្រទះបញ្ហាច្រើនទីមួយយើងចិញ្ចឹមអត់តន់ចូលគម្រោងអេស្ប៉ាយហ្នឹងយើងចិញ្ចឹមជាលក្ខណៈជាក្រុមប៉ុន្តែយើងរកចាប់អាឃ្មុំមកចិញ្ចឹមហ្នឹងវាអត់បានទៅបានតែតិចតួចអញ្ចឹងវាបញ្ហាច្រើនហើយយើងយកចិញ្ចឹមមកវាហានិភ័យវាហើរចេញដែរលោកសនយាងបានចូលរួមជាមួយអនុកម្មវិធីអាស្ប៉ាយអស់រយៈពេល3ឆ្នាំមកហើយលោកក៏បានបន្តទៀតថាការចូលរួមជាមួយអនុកម្មវិធីអាស្ប៉ាយគាត់បានចូលរួមបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមឃ្មុំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមឃ្មុំបាទខ្ញុំបានចូលរយៈពេល3ឆ្នាំហើយចាប់ពីឆ្នាំ2019រហូតដល់2021នេះបានទទួលវគ្គបណ្ដាលអំពីការចិញ្ចឹមឃ្មុំអំពីការប្រមូលទឹកឃ្មុំហើយនិងពីការថែទាំឃ្មុំខ្ញុំបានទទួលវគ្គតបដាពីកម្មវិធី S5 នេះមានខាងលោកគ្រូកែវត្ថាគាត់ជាអ្នកសម្របសម្រួលមករៀបចំកម្មវិធីនេះចាប់ផ្ដើមគម្រោងហើយទី2បានវគ្គបណ្ដុះបណ្ដាលពីខាងលោកគ្រូប៊ីប៉ុងគាត់ខាងសម្របសម្រួលការចិញ្ចឹមឃ្មុំការរៀបចំទឹកដាក់ការប្រមូលផលហើយការដកហូតកាអីមានច្រើនគាត់បាទខ្ញុំបានទទួលធាតុចូលពីអនុកម្មវិធីនៅថ្ងៃទី28នៃឆ្នាំ2020ហើយបានទទួលឃ្មុំចំនួន16ប្រអប់ហើយមានធុងសម្រាប់យកទឹកហើយមានចំណីដូចជាលំអងហើយនិងម្សៅពោតហើយមានមួកការពារមានបំពង់ផ្សែងមានស្អីទៀតផ្លេចបាត់ហើយណាផ្លិតឃ្មុំផ្លែតបាទមានផ្លែតឃ្មុំចូលជាសមាជិក S5 ក៏បានថាប្រយោជន៍ដូចជាមានវគ្គបណ្ដុះបណ្ដាលកម្មវិធីថ្មីពីការចិញ្ចឹមឃ្មុំដល់ខ្ញុំហើយជាសមាជិកដើម្បីឲ្យមានចំណេះដឹងកើនជាងមុនហើយការចិញ្ចឹមតាមបែបខាងកសិកម្មចេញពីកសិកម្មក្រោយពីការចូលជាសមាជិក S5 ធ្វើឲ្យជីវភាពសមាជិកនៅក្នុងភូមិខ្ញុំទាំងអស់មានភាពកើនឡើងប្រសើរឡើងច្រើនខ្ញុំបានទទួលប្រាក់ចំណូលពីឃ្មុំហ្នឹងចាប់ពីខែ11រហូតដល់ខែ4ហ្នឹងទទួលបានចំនួន5លានរៀលសម្រាប់ក្រុមបណ្ដុំឃ្មុំរបស់ខ្ញុំហើយខ្ញុំបានបែងចែកទៅដល់សមាជិកក្រុមខ្ញុំហើយទទួលប្រាក់ចំណេញបានច្រើនដែរបាទប្រាក់ចំណេញហ្នឹងខ្ញុំបានយកទៅប្រើប្រាស់ទៅលើទៅឲ្យកូនរៀនឬក្មួយហើយនឹងយកទៅទិញម្ហូបអាហារប្រចាំថ្ងៃនិងបង្កើតមុខរបរបន្ថែមលោកកៅវត្ថាជានាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយបានលើកឡើងថាការចិញ្ចឹមឃ្មុំគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់បងប្អូនប្រជាកសិករសម្រាប់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំដែលគ្រប់គ្រងសហគមន៍ព្រៃឈើឲ្យមានការចិញ្ចឹមឃ្មុំក្រោមកម្មវិធីអាស្ប៉ាយដែលជាកម្មវិធីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនេះគឺ
ដោយសារយើងយល់ឃើញថាឃ្មុំវាផ្ដល់ផលប្រយោជន៍ច្រើនទៅដល់ការជួយទ្រទ្រង់បរិស្ថានក៏ដូចជាតម្លៃសេដ្ឋកិច្ចដែរព្រោះទឹកឃ្មុំមានតម្លៃខ្ពស់សម្រាប់បង្កើនជីវភាពទៅដល់សមាជិកសហគមន៍ព្រៃឈើបាទហើយវាជាបច្ចេកទេសថ្មីមួយដែលយើងផ្ដល់ទៅឲ្យកសិករដែលវាជាមុខរបរដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងពេលបច្ចុប្បន្ននេះម្យ៉ាងវិញទៀតប្រជាកសិករគាត់មិនចំណាយពេលវេលាច្រើននៅក្នុងការមើលថែទាំទៅលើមុខរបរនេះគាត់អាចមានពេលវេលាទៅធ្វើមុខរបរផ្សេងទៀតបានហើយមួយទៀតនៅក្នុងសហគមន៍ព្រៃឈើគឺមានធនធានឬក៏មានវត្ថុធាតុដើមច្រើនដែលជាពិសេសផ្កាព្រៃក៏ដូចជារុក្ខជាតិផ្កាជាច្រើនហើយក៏ដូចជាផ្កាដែលដុះចេញពីធម្មជាតិដែរអញ្ចឹងវាមានច្រើនដែលទាំងអស់នេះគឺជាវត្ថុធាតុដើមមួយដែលឃ្មុំអាចទៅក្រេបលំអងហើយមកផលិតជាទឹកឃ្មុំបាទហើយនេះក៏ជាផ្នែកដ៏តូចមួយសម្រាប់សហគមន៍ព្រៃឈើដែរដែលជាផ្នែកនៃការបង្កើនជីវភាពឲ្យសហគមន៍បាទបាទជាចុងក្រោយសូមថ្លែងអំណរគុណដល់កម្មវិធី S5 ដែលបានជួយកើនចំណេះដឹងហើយនឹងជីវភាពដល់គ្រួសារខ្ញុំហើយនឹងសមាជិកឲ្យមានកើនឡើងជាងមុនសើឡើងច្រើន